រឿងអាណាចក្រសាតានភាគទី18អូឌីបងអូឌីនៅខាងក្នុងមែនទេនាងឈប់ងក់រេភ្នែកមើលទៅទ្វារបន្ទប់បិទជិតបន្តិចងើបងាកមកថ្ពក់សួរខណៈចិត្តខ្វល់ខ្វាយអ្នកខាងក្នុងជាខ្លាំងតែក៏មិនបានបង្ហាញចេញមកឡើយនាងនៅស្ងប់ធម្មតារកពីនឹងថឹងយ៉ាងមិនគួរឲ្យជឿវាមិនមែនជារឿងដែលទាសករត្រូវដឹងទេឆាប់ត្រឡប់ទៅវិញទៅខ្ញុំត្រូវការជួបអូឌីនាងនេះនិយាយមិនចេះស្ដាប់គ្នាសោះចង់ស៊ីខ្សែដេរយ៉ាងម៉េចចេញទៅវាស្រែកគំហកដេញបំណងបំភ័យនាងឲ្យចេញតែមនុស្សមៀតតូចចិត្តធំក្រអឺតក្រទុំនៅឈរថ្មឹងដែរបញ្ជាក់ថានាងមិនទៅណាទាំងអស់បើមិនបានអ្វីដែលនាងត្រូវការទេចង្រៃខ្វាច់អ្នកយាមឆេះដុំទាញខ្សែទេពីចង្កេះវត្តលើនាងតូចយ៉ាងរហ័សតែម៉ារីនលឿនជាងអ្វីដែលវាគិតថយក្រោយ3ជំហានងាកខ្លួនគេចស្រវាចាប់ចុងខ្សែដេកជាប់ក្តាប់ឡើងណែនដោយទឹកមុខរៀបស្មើទាំងដែលប្រអប់ដៃឈឺផ្សាជាខ្លាំងព្រោះកម្លាំងដែលវត្តមកមិនតិចនោះទេខ្ញុំចង់ជួបអូឌីទៅជួបនៅឋានរកទៅមីក្មេងឈួតអាម្នាក់នោះសង្កៀតធ្មេញកញ្ឆក់ខ្សែទេមកវិញមួយទំហឹងរហូតបាតដៃទន់រលោងកិតហូរឈាមរួចដកកំភ្លើងអាមេភ្ជុងបំរុងបាញ់តែឯងចង់ធ្វើស្អីសំឡេងក្រលោចំណាស់ជ្រែកកាត់ដំណើរញាប់ចូលមកយ៉ាងរហ័សលោកមេការពាក់មុខយៈចោលខ្សែភ្នែកពីឃាតសំឡូកមុខអ្នកយាមពិតជាដូចអ្វីដែលម្ចាស់វិមាននិយាយក្មេងម្នាក់នេះពិតជាមកបង្ករឿងនៅគុកកងឹតបើគាត់មកយឺតតែបន្តិចបាននាំសាកសពទៅវិញមិនខានលោកមេការគឺនាងម្នាក់នេះចង់សម្រុកចូលបន្ទប់ធ្វើទារុណកម្មអាម្នាក់នោះញ័រមាត់ស្លេកមុខនិយាយត្រដិតភ័យហើយឯងក៏ចង់បាញ់នាងគឺខ្ញុំប្រាប់នាងហើយថាមិនអាចចូលបានតែនាងម្នាក់នេះក្បាលរឹងតែទើបខ្ញុំចង់ផ្ដល់មេរៀនឲ្យនាងខ្លះចង់ដាក់ទោសអ្នកណាម្នាក់ក្នុងវិមានវាដល់វេនឯងជាអ្នកសម្រេចចិត្តហើយឬសុំទោសខ្ញុំសុំទោសលោកមេការខ្ញុំមិនហ៊ានទេអូឌីនៅមុខវិមានមេការចំណាស់ដកខ្សែភ្នែកពីអ្នកយាមមកមើលមនុស្សស្រីរាងតូចនិយាយប្រាប់រួចក៏ដើរចេញទៅតែដើរបាន3ជំហានក៏ឈប់ស្ងៀមមនុស្សឆ្លាតពិតប្រាកដគេចេះបត់បែនតាមកាលៈទេសៈអណ្ដាតភ្លើងបិសាចវាក្តៅណាស់កុំចង់សាក់លពងអីវាអាចបណ្ដាលឲ្យរលាកស្លាប់បានម៉ារីនតាមមើលដំណើរមនុស្សចាស់រហូតកំបាំងផុតពីខ្សែភ្នែកនាងមិនយកចិត្តទុកដាក់នឹងសម្ដីមេការឡើយប្រញាប់ចេញពីជាន់ក្រោមដីទៅមុខវិមានភ្លាមដែលពេលនេះចាប់ផ្ដើមងឹតបណ្ដាហើយបរិយាកាសកាន់តែចុះត្រជាក់ព្រើក៏ធ្លាក់ចុះកាន់តែច្រើនដំណើរញាប់មកដល់មុខវិមានងាកឆ្វេងស្ដាំរបស់មើលមនុស្សម្នាក់ដែលពេលនេះមិនដឹងថាយ៉ាងម៉េចទៅហើយត្រូវគេវាយដូចសម្ដីម្ចាស់វិមានឬអត់ដើរជិតដល់ប៉ុមខាងមុខកន្ទុយភ្នែកក៏ប្រទះស្រមោលស្ទង់នៅជាប់ជញ្ជាំងយ៉ាត់ម៉ារីនប្រឹងពិនិត្យពីចម្ងាយរហូតប្រកាសចិត្តថាជាអូឌីនាងក៏រត់ទៅរកភ្លាមហើយសភាពដែលនាងបានឃើញធ្វើឲ្យខ្លោចចិត្តជាខ្លាំងអូឌីភាគទី15អូឌីអ្នកដែលត្រូវគេហៅងើបមុខឡើងទាំងភ្នែកប្រឹងបើកបូមាត់ស្លេកញ៉ាំងញួចបន្តិចហើយក៏ទម្លាក់មុខចុះវិញរាងកាយមានសាច់ពេលនេះក្រសោបដោយឈាមដែលឃើញហើយពិបាកភ្នែកណាស់នាងមកធ្វើស្អីអូឌីហាប់មាត់សួរល្វើយដូចមនុស្សមិនមានកម្លាំងក្នុងខ្លួនម៉ារីនឃើញហើយកាន់តែបន្ទោសខ្លួនឯងថែមទៀតសុំទោសនាងតូចក្អើតក្រទុំនិយាយសុំទោសដោយទឹកមុខបង្ហាញពីការដឹងខុសដែលកម្រនឹងបានឃើញណាស់ព្រោះពេលធម្មតាវាសោះក្រោះគ្មានជាតិមិនរាប់ញាតអ្នកណាឡើយយើងស្ដាប់ច្រឡំមែនទេក្មេងក្អេងក្អាងដូចនាងក៏ចេះនិយាយពាក្យនេះដែរអ្នកត្រូវរបួសធ្វើមុខភ្ញាក់ផ្អើលវាជារឿងដែលមិនគួរឲ្យជឿបងគិតបែបណាគឺបែបនោះហើយឈឺខ្លាំងទេម៉ារីនមើលមុខស្លេកស្លាំងមិនព្រិចមើលទៅអូឌីមិនទាន់ដឹងថានាងជាដើមហេតុនាំរឿងនោះទេសុំទោសអូឌីសាក់មកឈរឲ្យគេវត្តខ្សែទេដូចយើងទៅនាងនឹងដឹងហើយនាងក្មេងឈួតចេះមកសួរភ្លើទៅកើតយើងរងាឈឺរបួសចង់ស្លាប់ទៅហើយចុះនាងទៅធ្វើស្អីមកបានសភាពដូចឆ្កែធ្លាក់លួអីចឹងអូឌីចង់ចិញ្ចើមមុខក្រញ៉ៅស្ដីបន្ទោសនៅអំខាងទៀតដោយសម្ដីក្រោតគ្រៀតតាមចរិតរបស់នាងតែរំពេចនោះភ្នែកល្អក់បើកស្រឡះលើកដៃចង្អុលស្មាស្ដាងពេលឃើញម៉ារីនច្បាស់កុំខ្វល់ពីវាអីខ្ញុំនឹងទៅនិយាយជាមួយលោកម្ចាស់មិនចង់បកស្រាយច្រើនម៉ារីនស្ទុះងើបផ្លែកយកអាវក្រៅសាច់ក្រាស់គ្រប់លើខ្លួនអូឌីស្អីគេអ្នកស្ដាប់ភ្ញាក់ព្រឺតជាលើកទី2ខ្ញុំនឹងសុំឲ្យលោកម្ចាស់ដោះលែងបងម៉ារីនបញ្ជាក់សំឡេងស្មើនាងចង់ងាប់ឬយ៉ាងម៉េចទូរំភើបចិត្តដែលមានអ្នកខ្វល់ខ្វាយពីនាងហើយក៏ត្រេកអរបើអាចរួចពីទោសតែនាងស្គាល់ចរិតម្ចាស់វិមានច្បាស់ណាស់ផ្ដាច់ការខូខើមិនលើកលែងឲ្យអ្នកណាឡើយទោសគឺទោសបើនាងល្អិតនេះធ្វើដូចអ្វីដែលនិយាយមិនខុសពីរត់រកសេចក្តីស្លាប់នោះទេខ្ញុំទៅមិនយូរទេណែនាងក្មេងឈួតឆាប់មកវិញនាងទៅរកងាប់ហើយស្រែកខាត់លែងទាន់ហើយព្រោះនាងល្អិតលឿនខ្លាំងណាស់
ទើបបានត្រឹមគ្រវីក្បាលរអាចិត្តនឹងចរិតរឹងរូសរបស់នាងហើយក៏លួចបារម្ភខ្លាចថាម៉ារីនធ្វើឲ្យម្ចាស់វិមានខឹងកាន់តែខ្លាំងពេលនោះលទ្ធផលគឺពិបាកស្មានណាស់នាងតូចមិនបានខ្វល់ពីសំឡេងស្រែករបស់អ្នកម្ខាងទៀតឡើយនាងត្រូវតែជួបម្ចាស់វិមានសុំឲ្យគេលើកលែងអូឌានាងសុខចិត្តទទួលទោសទាំងអស់ព្រោះនាងជាអ្នកធ្វើឲ្យគេខឹងនាងមិនស្ដាប់បញ្ជាបើចង់ដាក់ទោសគួរតែជានាងទើបត្រូវអ្នកផ្សេងគឺគ្មានកំហុសម៉ារីនចូលមកដល់ក្នុងវិមានក៏វាក់ជាមួយអង្គរៈមុខមាំអានក្រេជ្រឹមភ្នែកមើលនាងតូចបន្តិចក៏ដើរចេញទៅដោយមិននិយាយអ្វីតែក៏អាចស្មានដឹងថានាងរត់មកទាំងត្រហេបត្រហប់នេះព្រោះអ្វីក្មេងម្នាក់នេះចូលចិត្តលេងជាមួយភ្លើងដល់ហើយលោកម្ចាស់នៅឯណាប្រយោគដំបូងបន្លឺកាត់ត្រចៀកអានទប់ជំហានជើងបែរមកមើលហើយក៏ប្រទះនឹងអណ្ដាតភ្លើងឆេះឆួលក្នុងកែវភ្នែកទាំងគូនោះមើលទៅនាងល្អិតនេះកំពុងចង់គំនុំជាមួយគេបើនាងចង់ជួបលោកម្ចាស់ព្រោះតែរឿងអូឌាខ្ញុំគិតថាកុំអីល្អជាងគ្មានប្រយោជន៍នោះទេម្ចាស់វិមានជាមនុស្សដាច់ណាត់ណាស់សម្ដីដែលនិយាយចេញទៅហើយគ្មានផ្លូវដែលដកមកវិញគេដាស់តឿនព្រោះមិនចង់ឲ្យនាងចូលទៅរកសេចក្តីស្លាប់ប្រាប់ខ្ញុំមកតើលោកម្ចាស់នៅឯណានាងមិនដែលខ្លាចស្រាប់ហើយចង់កាប់សម្លាប់ក៏អញ្ជើញតែធ្វើដាក់នាងម្នាក់បានហើយគុំទាញអ្នកអតីមកពាក់ព័ន្ធជាមួយមកតាមខ្ញុំមកអានដកដង្ហើមធំមួយហើយក៏ដើរនាំមុខចូលជណ្ដើរយន្តល្មមអាចឲ្យនាងល្អិតដឹងថាលោកម្ចាស់នៅបន្ទប់ជាន់លើជាបន្ទប់ដែលមានតែការចងចាំគួរឲ្យខ្ពើមនាងធ្លាប់ស្បត់ថាមិនមកជាន់ទីនេះម្ដងទៀតទេតែកាលៈទេសៈបង្ខំនាងត្រូវតែមកអង្គរៈមុខកាច់ដៀងកន្ទុយភ្នែកមើលអ្នកដែលមានកម្ពស់ត្រឹមទ្រូងមៀតតូចល្អិតជាភេទទុនខ្សោយតែក្មេងស្រីម្នាក់នេះបែរជារឹងមាំអង់អាចឃ្លាវខ្លាលើសពីអ្វីដែលមនុស្សស្រីទូទៅគួរមានកែវភ្នែកនាងសោះក្រោះមុះមុតមិនចុះញ៉ំប្រះចាក់ភាពភ័យខ្លាចស្អប់ក៏បង្ហាញថាស្អប់ច្បាស់មិនលាក់បាំងរកពីខ្ពង់ខ្ពស់ក្រអឺតក្រទុំទោះនៅក្នុងស្ថានភាពណាក៏នាងនៅតែរក្សាទឹកមុខស្ងប់ដែរបន្ទាប់ពីពួកគេចេញទៅផុតបានមួយសន្ទុះក៏លេចនៅវត្តមានមនុស្សស្រីពីរនាក់ដើរចេញពីជ្រុងខាងវិមានខាមេឡាឈរសម្លឹងទៅផ្លូវដែលពួកគេដើរទៅដោយភាពស្ងប់ស្ងាត់តែខាងក្នុងបែរជាកន្ត្រាក់បោកដោយព្យុះកំណាចរឿងពីក្បាលល្ងាចដាំជាប់ក្នុងចិត្តពន្លឺភ្នែកទឹកមុខម្ចាស់វិមានដែលមើលមកនាងសោះក្រោះរបៀបដែលមិនដែលឃើញពីមុនមកតែបែរជាមានពន្លឺភ្លេចពេលរំរើកពីទេសកលម្នាក់នោះធ្វើឲ្យដុំសាច់ក្នុងប្រអប់ទ្រូងឈឺឈៀបដូចជញ្ចូលរាប់ពាន់ដើមចាក់ដោតខាមេឡាខ្ជិបមាត់ណែនពេលភាពសំខាន់ត្រូវក្មេងទៅមកថ្មីឆក់យកទៅបាត់តើនាងអាចឈរស្ងៀមបណ្ដោយឲ្យការខំប្រឹងធ្លាក់ទៅលើដៃអ្នកអតីដោយរបៀបណានាងជាអ្នកណានាងជាកូនស្រីមេបដេវត្តជាមនុស្សស្រីដែលមានអំណាចស្ថិតនៅទីដ៏ខ្ពង់ខ្ពស់នាងគ្មានថ្ងៃចាញ់អ្នកណាឡើយអ្វីដែលនាងចង់បាននាងត្រូវតែបានអ្នកដែលទើសផ្លូវសម្លាប់ចោលអ្នកនាងខាមេឡាមិនចាត់ការវាទេមើលនាងនោះទៅបានដៃខ្លាំងណាស់ថែមទាំងមានមេការតាមកាំងទៀតផងហើយឥឡូវលោកអានក្រេស្ដាប់តាមនាងទៀតគិតទៅនាងក្មេងគ្មានប្រវត្តិច្បាស់លាស់នេះពីស្ពូលមិនធម្មតាទេទុកយូរវាប្រហែលមើលលែងឃើញក្បាលអ្នកណាហើយក្លារ៉ានិយាយអុចអាលដុតឲ្យស្រីស្រស់ឆេះព្រោះនាងពិតជាស្អប់ម៉ារីនខ្លាំងណាស់ពីកំភ្លៀងដែលបន្សល់ទុកលើមុខនាងនឹងឲ្យវាសង្វិញនាងគិតច្រើនពេកហើយក្លារ៉ាសំឡេងស្រទន់ផ្អែមបន្លឺឡើងជាមួយស្នាមញញឹមតិចមើលទៅនាងហាក់មិនខ្វល់ខ្វាយអ្វីសោះខុសពីក្នុងចិត្តដាច់ស្រឡះអ្នកនាងនៅញឹមបានទៀតឬមិនខ្លាចនាងខ្ចាត់ប្រត់នោះដណ្ដើមលោកម្ចាស់ទៅទេគ្មានអ្នកណាអាចយកលោកម្ចាស់ពីខ្ញុំបានទេជឿជាក់សាឡប់មីអូន700 like សម្រាប់ភាគបន្ទាប់កុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីមិនខកខានវីដេអូថ្មី